ប្រជាពលរដ្ឋជាង40គ្រួសារកាត់ទុកមិនសុខចិនចំពោះមន្ត្រីជំនាញបំផ្លាញផលដំណាំនិងអនុវត្តច្បាប់ដកហូតដីដោយមិនស្មើភាពគ្នាកំពង់ធំប្រជាពលរដ្ឋដែលបានអាស្រ័យផលលើដីរបស់រដ្ឋជាង40ហិកតាស្ថិតនៅតំបន់អូដៃជ្រៃក្រោយស្នាក់ការមេព្រៃក្នុងភូមិកំពប់អំបិលឃុំបឹងលាវាស្រុកសន្ទុកខេត្តកំពង់ធំកំពុងកាត់ទុកមិនសុខចិនចំពោះសកម្មភាពរបស់ជំនាញមេព្រៃខាងជើងបឹងទន្លេសាបដែលដឹកនាំដោយលោកតឹបញ៉ាតាជាប្រធានអធិការខាងជើងបឹងទន្លេសាបដែលបានបំផ្លិចបំផ្លាញផលដំណាំរបស់ពួកគាត់កន្លងមកទាំងអយុត្តិធម៌ដោយពួកគាត់បានលើកឡើងចំថាការអនុវត្តរបស់លោកតឹបញ៉ាតានិងក្រុមការងាររបស់លោកហាក់ដូចជាលំអៀងបពុនិយមបំផ្លាញតែផលដំណាំរបស់ប្រជាពលរដ្ឋក្រីក្រដែលបានអាស្រ័យផលលើដីរាន់រាប់ឆ្នាំមកហើយប៉ុន្តែដីបពុរបស់លោកតឹបញ៉ាតាដែលមានឈ្មោះចែអេងនិងប្តីឈ្មោះវណ្ណាដែលបានដាំដើមកៅស៊ូរាប់សិបហិកតាលើដីរបស់រដ្ឋដូចគ្នាបែរជាគ្មានមន្ត្រីជំនាញមានចំណាត់ការឲ្យស្មើភាពដោយដែលធ្វើមកលើប្រជាពលរដ្ឋក្រីក្រទូទៅដែលមានដីនៅព្រំប្រទល់ជាប់គ្នាសោះប្រជាពលរដ្ឋខ្លះបានលើកឡើងទៀតថាក្នុងអំឡុងឆ្នាំ2025កន្លងមកក្រុមការងាររបស់លោកតឹបញ៉ាតាក៏បានបំផ្លិចបំផ្លាញផលដំណាំរបស់ពួកគាត់ដូចជាដើមស្វាយចន្ទីដែលដាំរាប់ឆ្នាំមកហើយនិងឈូសរងចាំចំការស្នាក់នៅរបស់ពួកគាត់ចោលខ្ទេចខ្ទីមិនត្រឹមតែប៉ុណ្ណោះនៅពេលថ្មីក្នុងឆ្នាំ2026នេះក្រុមការងាររបស់លោកតឹបញ៉ាតាក៏បានយកគ្រឿងចាក់មួយគ្រឿងពណ៌ខៀវមកធ្វើការឈូសឆាយផលដំណាំដំឡូងមីរបស់ពួកគាត់ខូចខាតអស់ជាច្រើនហិកតានិងមានក្រុមកូនចៅរបស់ទាហានបានចូលទៅលួចដឹកមើមដំឡូងមីរបស់ពួកគាត់យកទៅលក់យ៉ាងរំភើយដែលនេះជាការបញ្ជាក់ឲ្យឃើញពីទង្វើអសិលធម៌របស់មន្ត្រីជំនាញនិងសមត្ថកិច្ចគឺដូចជាចោលអញ្ចឹងប្រជាពលរដ្ឋបានបញ្ជាក់ទៀតថាកន្លងមកពួកគាត់ក៏បានដាក់ពាក្យស្នើសុំអន្តរាគមន៍ដល់ថ្នាក់ខេត្តនិងក្រសួងមហាផ្ទៃរហូតដល់ក្រសួងមហាផ្ទៃបានចេញលិខិតលេខ038សចនចុះថ្ងៃទី8ខែមករាឆ្នាំ2026ដោយស្នើសុំអន្តរាគមន៍ទៅរដ្ឋបាលខេត្តកំពង់ធំជួយដោះស្រាយករណីស្ត្រីឈ្មោះអេងនិងប្តីឈ្មោះវណ្ណាព្រមទាំងបពុបាននាំកម្លាំងចុះមកធ្វើការរុះរើផ្ទះនិងផលដំណាំប៉ុន្តែពុំទាន់មានដំណោះស្រាយពីសំណាក់ថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរមូលដ្ឋានផងស្រាប់តែមន្ត្រីជំនាញយកគ្រឿងចាក់ទៅធ្វើការឈូសឆាយផលដំណាំរបស់ពួកគាត់ខ្ទេចប្រជាពលរដ្ឋដដែលបានបញ្ជាក់បន្ថែមទៀតថាពួកគាត់ពិតជាទទួលយកមិនបានទេក្នុងការដកហូតដីរបស់ពួកគាត់តែដីអ្នកផ្សេងមិនដកហូតជាក់ស្ដែងដូចជាដីដាំកៅស៊ូរបស់ស្ត្រីឈ្មោះអេងនិងប្តីឈ្មោះវណ្ណៈជាដើមអង្គភាពគេហទំព័ររស្មីបពាយើងខ្ញុំរងចាំការបកស្រាយពីសម័យខ្លួននិងមន្ត្រីជំនាញពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ